ឈប់សិនកុំចុចប៊ូតុងមួយនេះបើសិនបើអ្នកចុចវាខុសនឹងធ្វើឲ្យ page របស់អ្នកបាត់បង់ជារៀងរហូតបាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនតាក់ទងអំពី page ដែលវាលោតចេញពណ៌ក្រហមបែបនេះបាទអានេះវាស្ថិតនៅក្នុងដំណាក់កាលមួយដែលស្ថិតនៅក្នុងអាចនិយាយបានថាចិត្តចុងក្រោយណានៅចុងក្រោយមិនតិចទៀតគឺ page ហ្នឹងគឺនឹងបាត់បង់តែម្ដងហើយនឹងលែងឃើញនៅក្នុង Facebook តែម្ដងអញ្ចឹងតាក់ទងជាមួយវីដេអូមួយនេះខ្ញុំបង្ហាញបងប្អូនអំពីមូលហេតុដែលធ្វើឲ្យ page មួយហ្នឹងវាចេញរីកពណ៌ក្រហមហ្នឹងទី1ទី2ខ្ញុំនឹងបង្ហាញបងប្អូនតាក់ទងអំពីប្រសេសរបស់វាមុននឹងចេញពណ៌ក្រហមហ្នឹងតើវាឆ្លងកាត់ពណ៌អីខ្លះបាទទី2ហើយសម្រាប់ទី3តាក់ទងអំពីផលប៉ះពាល់អញ្ចឹងបើសិនជាករណី page របស់បងប្អូនវាចេញពណ៌ក្រហមបែបហ្នឹងតើវាប៉ះពាល់អ្វីខ្លះទៅដល់ម្ចាស់ page ទៅដល់ account Facebook បាទអញ្ចឹងតោះឥឡូវមុននឹងខ្ញុំចូលទៅដល់ process ទាំង3នេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបឆែកមើលដើម្បីធ្វើម៉េចឲ្យយើងដឹងថា page យើងវាស្ថិតនៅក្នុងពណ៌អីគេអញ្ចឹងដើម្បីឆែកឲ្យបានបងប្អូនចាប់ផ្ដើមចូល account Facebook បែបនេះមកដំបូងបងប្អូនមាន account Facebook មួយអញ្ចឹងមកអញ្ចឹងនៅពេលដែលបងប្អូនចូល account Facebook ឈើលើ account Facebook របស់បងប្អូនហើយបងប្អូនត្រូវតែទៅឈើទៅលើ page របស់បងប្អូនមួយដើម្បីធ្វើការ check មើលអញ្ចឹងនេះជា page របស់ខ្ញុំអញ្ចឹងខ្ញុំឈើទៅលើ page នឹងមួយអញ្ចឹងទៅអញ្ចឹងនៅពេលដែលខ្ញុំឈើលើ page ហ្នឹងហើយទៅខាងស្ដាំដៃនេះបងប្អូនមើលកន្លែង tre 3នេះចុច3បងប្អូនចុចវាមួយមកហើយបន្តមកទៀតបងប្អូនធ្វើការអស់រកន្លែងគេដាក់ថា page status បាទអញ្ចឹងចុចទៅលើ page status ហ្នឹងមួយមកវានឹងបង្ហាញបងប្អូនហើយវានឹងចូលទៅដល់កន្លែងដែលយើងត្រូវទៅជែកគ្នានឹងតែម្ដងអញ្ចឹងនេះអញ្ចឹងអានេះគឺរបៀបនៃការចូលមើលបាទមើលថាតើ page របស់យើងមិនអីមិនទេណាអញ្ចឹងអានេះគឺយើងអាចមើលទៅលើ account របស់យើងគឺដូចគ្នាចុចអាកន្លែង tre 3ចុច3នឹងដូចគ្នាដែរវាអត់ខុសគ្នាទេអញ្ចឹងខ្ញុំឧទាហរណ៍ page នេះមួយទៀតនេះ page របស់ខ្ញុំគឺសុខភាពរបស់វាគឺធម្មតាទេហើយ page នេះសុខភាពរបស់វាគឺមិនធម្មតាអញ្ចឹងដើម្បីចូលមើលគឺបងប្អូនចុច tre 3នឹងមកនេះ page status វាលុបពណ៌បៃតងកណាលុបពណ៌បៃតងនេះមានន័យថា page របស់យើងគឺអត់មានបញ្ហាអីទេគឺអាចនិយាយបានថាមនុស្សដែលមានសុខភាពល្អអញ្ចឹងណាបាទអញ្ចឹងយើងចូលទៅដល់ page របស់យើងវិញតាក់ទងជាមួយនឹង page មួយនេះមូលហេតុអីបានវាចេញក្រហមបែបហ្នឹងអញ្ចឹងតាក់ទងពីមូលហេតុមានច្រើនខ្ញុំរើសតែប្រហែលចំណុចទេដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់បានលម្អិតខ្លាំងបងប្អូនអាចទៅមើលជាមួយនឹងគោលនយោបាយរបស់ Facebook បានហើយនេះគឺខ្ញុំបង្ហាញតែគោលការណ៍ឬក៏គោលនយោបាយដែលវាងាយនឹងរងផលប៉ះពាល់ដែលយើងប្រព្រឹត្តវាទៅមិនដឹងខ្លួនមានន័យថាយើងធ្វើវាហើយតែយើងមិនដឹងថាអាកន្លែងហ្នឹងវាខុសទេតាមជាក់ស្ដែងវាខុសតែយើងធ្វើវាអញ្ចឹងណាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ page យើងអញ្ចឹងខ្ញុំសូមលើកនៅចំណុចទី1តាក់ទងអំពីការផុសវីដេអូដែលមានជាមួយនឹងplane ដែលមិនមែនជាកម្មសិទ្ធិរបស់យើងអញ្ចឹងអានេះវាជាប់ជាមួយវាជាប់copyright strict ណាអញ្ចឹងកាលណាជាប់ម្ដងអត់សូវអីទេជាប់ពីរដងក៏អត់សូវអីដែរជាប់3ដងអត់សូវអីទេតែបើសិនជាករណីជាប់ញឹកញយពេកអាហ្នឹងធ្វើឲ្យ Facebook ចាប់ហើយដោយសារអីដោយសារយើងយកចម្រៀងរបស់គេយកមកដាក់នៅក្នុងវីដេអូផុសរបស់យើងវីដេអូ boost របស់យើងដែលចម្រៀងនោះម្ចាស់សម័យខ្លួនរបស់គាត់ផ្ទាល់គាត់អត់ដឹងទី1ទី2ចម្រៀងមួយហ្នឹងគឺជាចម្រៀងដែលសម័យខ្លួនគាត់លក់ឬក៏បាត់ភ្លេងដែលសម័យខ្លួនគាត់លក់យើងយកមកប្រើប្រាស់ដោយ free ចេះគឺអត់បានទេអញ្ចឹងវានឹងជាប់អានឹងមួយហើយកន្លែងហ្នឹងណាទី2តើតើអំពីវីដេអូដែលយើងធ្វើការផុសម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតអញ្ចឹងមានន័យថារូបភាពឬក៏វីដេអូឧទាហរណ៍ថាបងប្អូនផុសគាត់រូបភាពហ្នឹងផុសចង់20 30ដងហើយនៅលើ page តែមួយទេអញ្ចឹងបងប្អូនប្រហែលជាធ្លាប់ធ្វើអីវីដេអូនេះយើងឃើញផុសនេះណាដើរល្អស្រាប់ហើយយើងយកមកផុសម្ដងទៀតមួយរយៈក្រោយយើងមកផុសម្ដងទៀតយូរទៅធ្វើឲ្យ Facebook ក៏វាចាប់ដែរហើយចាប់ហ្នឹងគឺចាប់ខុសគោលការណ៍របស់វាហើយព្រោះ Facebook វាអត់តម្រូវឲ្យយើងយកវីដេអូដដែលយកមកផុសនៅលើ platform របស់វាទេអ្វីដែលវាចង់បានគឺការបង្កើតថ្មីអ្វីក៏ដោយឲ្យតែជាការបង្កើតថ្មីហើយស្របទៅតាមគោលនយោបាយរបស់ Facebook អានឹងយើងយកមកដាក់មកគឺអត់ខុសទេតែបើផុសរូបដដែល
វីដេអូដដែលអាហ្នឹងប៉ះពាល់ហើយអាចនឹងជួបរឿងបែបនេះអាចនឹងជួបរិះបែបហ្នឹងកើតឡើងកន្លែងហ្នឹងណាបាទចំណុចទី3តកតឹងអំពីបងប្អូនប្រើប្រាស់ពាក្យសំពេចដែលនៅក្នុងវីដេអូរបស់បងប្អូនឬក៏នៅក្នុង caption របស់បងប្អូនឬក៏នៅក្នុងរូបភាពរបស់បងប្អូនពាក្យពេចន៍ហ្នឹងពាក្យបាច់មិនពាក្យពេចន៍បែបលួងលោមឲ្យគេនរណាម្នាក់ធ្វើអ្វីមួយទៅតាមយើងបែបភូតផលបែបកុហកអាហ្នឹងសិតតែចូលហើយសិតតែចូលគេចូលតាក់ទងជាមួយនឹងនេះ community standard violation ហ្នឹងហើយបាទអញ្ចឹងសិតតែចូលហើយកាលណាចូលច្រើនដងពេកចូលទៅវាចាប់ផ្ដើមធ្វើឲ្យ page របស់យើងវាលោតកុហកបែបហ្នឹងបាទចំណុចបន្តទៀតខ្ញុំភ្លេចហើយមិនដឹងថារាប់ចំណុចទីប្រហែលទៀតទេឥឡូវខ្ញុំបង្ហាញបន្តទៀតចំណុចបន្តទៀតតាក់ទងអំពីបងប្អូនយកវីដេអូរបស់បងប្អូនជាទូទៅតែងតែមានសម័យនេះមិនថាខ្ញុំមិនថាអ្នកផ្សេងទៀតក៏តែងតែមាន service មួយគឺហៅថា service MMO service MMO ហ្នឹងគឺអាចនិយាយឲ្យខ្លីគឺទិញ like ទិញ follower ទិញ share ទិញ view អញ្ចឹងបើសិនជាករណី Facebook ឆែកឃើញថាផុសរបស់បងប្អូន page របស់បងប្អូនគឺជា page ឬក៏គឺជាផុសដែលបាន view មកតាមរយៈគេហៅថា clickbait មានន័យថាមនុស្សអត់ចុចទេគឺប្រើ tool ជាអ្នកចុចជាអ្នកប្រើប្រាស់ជាអ្នកលេងជាអ្នកធ្វើអីទាំងអស់ឬក៏ប្រើ account spam account ចំ account អីយកមកដែលខ្ញុំធ្លាប់តែនិយាយប្រាប់បងប្អូនថា account ចំ account អីហ្នឹងណាយកមកប្រើប្រាស់ដើម្បីធ្វើការចុច like ចុច share អីចឹងទៅអញ្ចឹងកាលណាបងប្អូន Facebook ឆែកឃើញ page របស់បងប្អូនបែបនេះផុសរបស់បងប្អូនគឺមានបែបនេះគឺអានេះក៏ជារឿងមួយដែលវាខុសជាមួយនឹងគោលការណ៍របស់ Facebook ដែរគឺវាអត់ឲ្យយើងធ្វើអញ្ចឹងទេកន្លែងហ្នឹងណាសូមបញ្ជាក់បងប្អូនហើយចំណុចចុងក្រោយតែពិតមានច្រើនចំណុចទៀតតែខ្ញុំសូមនិយាយត្រួសប៉ុណ្្នឹងទេបងប្អូនចង់បញ្ជាក់បន្ថែមគឺមើលក្នុង policy របស់វាចំណុចចុងក្រោយដែលខ្ញុំចង់បង្ហាញគឺជាចំណុចមួយដែលពាក់ព័ន្ធជាមួយនឹង content ឬក៏មាតិកាដែលយើងធ្វើទៅប៉ះពាល់ជាមួយនឹងក្មេងឧទាហរណ៍បងប្អូនផុសវីដេអូគម្រាមកំហែងក្មេងគម្រាមកំហែងនរណាម្នាក់អញ្ចឹងណាអាចថាផុសជីវភេទរូបអាក្រាតកាយអញ្ចឹងទៅមានអាវអត់ខោចេញស្អីអញ្ចឹងណាអាចតែពាក់ស៊ីពេកអញ្ចឹងទៅអាហ្នឹងក៏វាចូលជាមួយនឹងគេហៅថា community standard violence នឹងដែរកន្លែងហ្នឹងណាអញ្ចឹងខុសប្រហែលចំណុចនេះបងប្អូនចំណាំមើលទៅពេលហ្នឹងវាអត់ចាប់ទេប៉ុន្តែពេលក្រោយនៅពេលដែល AI របស់ Facebook ចាប់បាទបងប្អូនដឹងថាអូកន្លែងនេះខុសអូកន្លែងហ្នឹងមានបញ្ហាអញ្ចឹងត្រូវការដោះស្រាយហើយចំណាំមើលបងប្អូនកាលណាជាប់ពណ៌ក្រហមនេះគឺពិបាកក្នុងការដោះស្រាយមែនតើព្រោះដោយសារអីវាផុតបន្ទាត់សមត្ថភាពហើយអាចនិយាយបានថាបើសិនជាមនុស្សវិញណាដង្ហើមទឹកហើយកណាជាប់ពណ៌ក្រហមហ្នឹងណាសង្កត់ថាដាច់ខ្យល់ឥឡូវហ្នឹងក៏មានដែរកន្លែងហ្នឹងបាទតោះឥឡូវខ្ញុំបាននិយាយតាក់ទងអំពីមូលហេតុហើយអញ្ចឹងយើងចូលតាក់ទងជាមួយនឹងប្រសេសរបស់វាមុននឹងបងប្អូនចូលពណ៌ក្រហមហ្នឹងទី1បងប្អូនត្រូវវាមានពណ៌វាមានប្រមាណពណ៌នេះវាមានទាំងអស់វាមាន4ពណ៌អញ្ចឹងពេលដែលបងប្អូនផេករបស់បងប្អូនមានសុខភាពល្អគឺផេកបងប្អូនលោតកន្លែងនេះគឺលោតពណ៌បៃតងគ្រីសចេះបៃតងគ្រីសចេះមានន័យថាសុខភាពល្អអត់ដែលមានបញ្ហាអត់ដែលអីទេធ្វើអីមួយគឺអត់ដែលខុសគោលការណ៍របស់ Facebook ទេអញ្ចឹងវាលោតចេញពណ៌ហ្នឹងហើយបន្ទាប់ពីពណ៌ក្រហមមកសំទោសបន្ទាប់ពីពណ៌បៃតងមកអញ្ចឹងវានឹងលោតពណ៌លឿងម្ដងពណ៌លឿងនៅត្រង់ចំណុចណាពណ៌លឿងនៅត្រង់ចំណុចនេះដូចបងប្អូនមើលឃើញនៅក្នុងកញ្ចក់អេក្រង់អញ្ចឹងគឺវាលោតចេញពណ៌លឿងបែបនេះសញ្ញាឧទានពណ៌លឿងអញ្ចឹងឧទានពណ៌លឿងបែបនេះក៏មិនទាន់មានបញ្ហាអីដែរគឺយើងអាចប្រើប្រាស់បានធម្មតាគ្រាន់តែថាវារៀងស្ទក់ជាងពណ៌បៃតងបែបនេះចេញពណ៌លឿងហើយចប់ពីពណ៌លឿងវាចេញពណ៌ក្រហមពណ៌ក្រហមមានន័យថាផុតហើយកន្លែងស្ទុះហើយអានឹងវាទៅជាដំណើរហើយកន្លែងហ្នឹងណាដំណើរហ្នឹងគឺមិនគឺបងប្អូនផុសអីមួយគឺអត់សូវមានអ្នកមើលឃើញទេ Facebook វាលែង recommend លែងអីហើយមុខងារមួយចំនួនដែលមាននៅក្នុង page ហ្នឹង
ជាទូទៅយើងប្រើបានក៏លែងប្រើបានដែរកន្លែងហ្នឹងណាបាទអញ្ចឹងអាពណ៌ក្រហមនេះវាបន្ទាត់ក្រហមដែរចិត្តនឹងទៅហើយបន្ទាប់ពីផុតពណ៌ក្រហមហើយបងប្អូនកន្លែងនេះវានឹងចូលទៅដល់ពណ៌ប្រផេះឬក៏ប្រផេះស្រាលអាហ្នឹងយើងខ្ញុំសុំហៅប្រផេះស្រាលចាស់ឬក៏ពណ៌នេះបងប្អូននេះពណ៌ស្មើនេះពណ៌ដាននៅលើហូបនេះបំងចេះណាពណ៌ហ្នឹងណាកាលណាវាចេញពណ៌នេះហើយគឺ page របស់បងប្អូនគឺគេហៅថា suspend ហើយ suspend ហើយគឺសឹងថាអស់ជីវិតបាត់ទៅហើយអញ្ចឹងមានន័យថា page របស់យើងនេះគឺឃើញតែយើងទេគឺអ្នកផ្សេងទៀតអត់ឃើញទេកាលណាវា suspend ហើយណាប៉ុន្តែបើសិនជាវានៅក្នុង rig បែបនេះឃើញដែរឃើញអ្នក like អ្នក follower ប៉ុន្តែឃើញហ្នឹងទីពីមុនគេអស់មើលទៅពេលដែលយើងផុសព្រាម alert ទៅដល់អ្នក follower និងអ្នក like របស់យើងប៉ុន្តែក្នុងពេលនេះគឺលែង alert លែងអីហើយបើគេអស់មើលទៅចំទៅបើគេមិនអស់មើលចំទៅក៏អត់ទៅដែរកន្លែងហ្នឹងណាចេញពណ៌ក្រហមហ្នឹងហើយបើពណ៌ប្រផេះពណ៌ប្រផេះស្រាលនេះគឺទៅហើយទៅសក់វិញហើយបញ្ជាក់បន្ថែមតើតើអំពីផលប៉ះពាល់នៅពេលដែល page របស់បងប្អូនវាលោតពណ៌ក្រហមនេះថាតើយើងត្រូវធ្វើរបៀបម៉េចហើយវាប៉ះពាល់ទៅដល់ page យើងអីខ្លះឥឡូវខ្ញុំសូមនិយាយតើតើអំពីផលប៉ះពាល់អញ្ចឹងបើសិនជា page របស់បងប្អូនវាលោតពណ៌ក្រហមបែបនេះទី1 account របស់បងប្អូន50វានឹងប៉ះពាល់អាចនឹង restrict រយៈពេលកំណត់ណាមួយដែលវាអត់ឲ្យយើង boost ទេកន្លែងហ្នឹងណាហើយ page របស់យើងហ្នឹងនិយាយទៅអា boost ដែលកំពុងតែ run ស្រាប់ហ្នឹងគឺវានៅដំណើរការធម្មតាប៉ុន្តែ page ដែលនេះណាដែលយើងចង់បង្កើតថ្មីផុសយើងផុសបានធម្មតាតែបើយើងចង់បង្កើត campaign ថ្មីគឺបង្កើតអត់បានទេកន្លែងហ្នឹងណាcampaign ថ្មីយើងបង្កើតអត់បានទេអាហ្នឹងបើសិនករណីវាបញ្ហាតែ page ទេប៉ុន្តែបើសិនជាបញ្ហាទាំង account ទៀតអាហ្នឹងគឺ stop ទាំងអស់ហ្មងវាមានន័យថា ad របស់បងប្អូនគឺ disable account ដែលជា admin នៅក្នុង page ហ្នឹងគឺ disable ហើយគឺអត់អាចដកចេញក៏មិនបានដាក់ចូលក៏មិនបានធ្វើអីក៏មិនកើតដែរអញ្ចឹងមានន័យថា account ទៀត account មួយនេះអញ្ចឹងគឺវា disable អញ្ចឹងគឺវាអត់ទៅណារួចទេវា restrict ណាសំដៅវា restrict យើងជា admin នេះវាគ្រាន់តែ restrict ទេប៉ុន្តែដល់ page វាចូល reach អញ្ចឹងទៅ restrict គឺអត់ធ្វើអីអត់បានទេទៅតាមរយៈពេលដែល Facebook កំណត់អញ្ចឹងទៅ account ខ្លះមួយខែ account ខ្លះមួយសប្តាហ៍ account ខ្លះ2ខែ account ខ្លះ3ខែទៅតាមកំហុសទៅតាមបញ្ហាជាក់ស្ដែងដែល page នេះវាកើតមាននេះបញ្ហាជាក់ស្ដែងអញ្ចឹងទៅអាហ្នឹងទី1ទី2ធ្វើឲ្យ page របស់យើងនេះលែងសូវមានអ្នកមើលច្រើនទៀតហើយដូចខ្ញុំនិយាយពីដើមដែរអញ្ចឹងណាគឺលែងសូវមានអ្នកចូលមើលទៀតហើយមួយទៀតយើងបាត់បង់មុខងារពិសេសដែល Facebook ឲ្យយើងគឺមុខងារបើករលុយហើយនឹង recommend គឺយើងបាត់បង់មុខងារមួយហ្នឹងហើយអញ្ចឹង page របស់យើងហ្នឹងគឺលែង recommend លែងអីហើយផុសទៅក៏ឃើញអ្នកខ្លះក៏អត់អីចឹងទៅហើយបញ្ហាបងប្អូនមើលនេះពាក្យច្រើនវាចាប់មិនមែនផុសភ្លាមបញ្ហាភ្លាមទេអាចមួយខែពីរខែឬក៏មួយឆ្នាំក៏មានដែរហើយខ្ញុំសូមបញ្ជាក់ផងដែរតើតើមួយបញ្ហាហ្នឹងពេលដែលបងប្អូនចុចលើissue នឹងកើតឡើងអញ្ចឹងណាបងប្អូននឹងអត់ចេញបែបផែនដូចរបស់ខ្ញុំនេះទេបងប្អូននឹងឃើញជាតម្រង់បែបនេះខ្ញុំអត់មានរូបកុំព្យូទ័របញ្ជាក់ថាអញ្ចឹងក៏ខ្ញុំយកដឹងមកអញ្ចឹងបងប្អូនមាននឹងចេញជារូបតម្រង់បែបនេះអានេះវាដាក់ដូចជា180ថ្ងៃដំបូងណាវាឲ្យយើងចរចាឲ្យយើងដោះស្រាយឲ្យយើង appeal 100 request review វា180ថ្ងៃអញ្ចឹងក្នុង180ថ្ងៃនេះបើសិនជាយើង request review ទៅវា check មើលទៅនៅតែបញ្ហាយើងគឺខូចហើយវាចូលដំណាក់កាលត្រឹមត្រូវហើយដែលវាដាក់ឲ្យយើងពណ៌ក្រហមហ្នឹងអញ្ចឹងកន្លែងនេះក៏ខ្ញុំសូមបញ្ជាក់ដែរប៊ូតុង request review នេះដូចខ្ញុំបង្ហាញបងប្អូននៅក្បាលវីដេអូអញ្ចឹងបើសិនជាយើងមិនច្បាស់ថាអ្វីដែលយើងធ្វើនេះវាលក្ខណៈថាវាត្រឹមត្រូវបើយើងច្បាស់ថាវាត្រឹមត្រូវយើងចុច request review នឹងទៅប៉ុន្តែបើសិនជាបងប្អូនរៀងអកសើដែរទេបងប្អូនត្រូវរៀបចំផ្លូវក្រោយមួយទៀតបាទអញ្ចឹងតើតើជាមួយរបៀបរៀបចំផ្លូវក្រោយបងប្អូនអាចឆាតសួរមកខ្ញុំផ្ទាល់ក៏បានដែរកន្លែងហ្នឹងណាតើយើងត្រូវរៀបចំមិនបងបើសិនជាករណីខ្ញុំខ្លាច over អត់ច្បាស់ដែរលោចាប់ត្រូវទៅចំណាយយើងកន្លែងនេះណាកន្លែងប៊ូតុងនេះបើសិនជាយើងចុចអត់ស្រួលទេគឺនឹងខូចហើយ page ហ្នឹងបាទអូខេឥឡូវតើតើជាមួយនឹងវីដេអូអ្វីខ្ញុំចង់និយាយគឺមានតែប៉ុណ្្នេះទេហើយចូលឈិន20នាទីហើយអញ្ចឹងវារៀងច្រើនដែរ
អរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះហើយបើមានអីជាចម្ងល់បន្ថែមអាចសាកសួរខ្ញុំបានសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាចំណេះដឹងទៅដល់បងប្អូនទាំងអស់គ្នាហើយបើសិនជាមានបញ្ហាដែលដោះស្រាយអត់ចេញដោយខ្លួនឯងបងប្អូនអាចឆាតមកខ្ញុំបានតាមរយៈ Telegram ដែលមាន load នៅអេក្រង់កុំព្យូទ័រមួយនេះបាទសូមអរគុណសូមជម្រាបលា